អ្នកបើកបរដ្រូននិងជំនួយការអ្នកបើកបរមានតួនាទីយ៉ាងសំខាន់ក្នុងប្រតិបត្តិការនៃការហោះហើររបស់ដ្រូនកសិកម្ម DJI រួមទាំងព័ត៌មានលម្អិតនៃការរៀបចំថ្នាំសម្រាប់សត្វល្អិតការផ្លាស់ប្ដូរថ្មនិងធានាឲ្យបានសម្រាប់ការហោះហើរនិងការចុះចតប្រកបដោយសុវត្ថិភាពខ្ពស់អ្នកបើកបរទាំងអស់ត្រូវតែធ្វើការពន្យល់ទៅកាន់បុគ្គលិកឬជំនួយការរបស់ខ្លួនឲ្យបានហ្មត់ចត់អំពីផលវិបាកឬគ្រោះថ្នាក់ដែលអាចកើតឡើងមានដោយសារស្លាបរបស់ដ្រូនកសិកម្មដើម្បីជៀសវាងឲ្យបាននៃកំហុសណាមួយក្នុងប្រតិបត្តិការនៃការហោះហើរខាងក្រោមនេះគឺជាចំណុចសំខាន់សម្រាប់យកទៅអនុវត្តក្នុងប្រតិបត្តិការនៃការហោះហើររបស់ដ្រូនកសិកម្ម DJI ឲ្យបានត្រឹមត្រូវ 1. រក្សាចម្ងាយសុវត្ថិភាពយ៉ាងហោចណាស់ឲ្យបាន6ម៉ែត្រពីដ្រូនអំឡុងពេលហោះហើរ 2. កុំចូលទៅជិតដ្រូនបើសិនជាស្លាបរបស់វាមិនទាន់ឈប់វិលទាំងស្រុង 3. អ្នកលាយថ្នាំគួរតែជ្រើសរើសទីតាំងដែលទូលាយត្រូវពាក់ម៉ាស់ពាក់មួកការពារពន្លឺព្រះអាទិត្យពាក់ស្រោមដៃនៅពេលដែលរៀបចំធ្វើការបាញ់ថ្នាំសម្រាប់សត្វល្អិត 4. នៅពេលលាតត្រដាងដ្រូនអ្នកបើកបរដ្រូនត្រូវតែធ្វើការតែម្នាក់ឯងតែប៉ុណ្ណោះដើម្បីជៀសវាងនៅកំហុស 5. មុនពេលហោះហើរអ្នកត្រូវប្រាកដថាគន្លឹះកឹបដៃត្រូវបានកឹបយ៉ាងជិតល្អមុនពេលហោះហើរអ្នកត្រូវលាតត្រដាងស្លាបដើម្បីការពារការញ័រខ្លាំងពេកនិងរក្សាលំនឹង 6. អ្នកត្រូវធ្វើការផ្លាស់ប្ដូរថ្មមុននឹងចាក់ទឹកថ្នាំចូលទៅក្នុងធុងដើម្បីជៀសវាងបញ្ហាកំពប់ទឹកថ្នាំទៅលើចំណុចតភ្ជាប់រវាងថ្មនិងដ្រូន 7. មុនពេលហោះហើរត្រូវពិនិត្យមើលតំបន់ដែលត្រូវធ្វើការនិងត្រូវធានាថាគ្មាននរណាម្នាក់នៅជិតដ្រូនតិចជាង6ម៉ែត្រ 8. បន្ទាប់ពីការចាប់ផ្ដើមនៃការហោះអ្នកត្រូវតែហោះឡើងទៅលើយ៉ាងហោចណាស់ឲ្យបាន3ម៉ែត្រមុនពេលហោះទៅកន្លែងដែលត្រូវធ្វើការ 9. បន្ទាប់ពីធ្វើការរួចអ្នកបើកបរត្រូវតែជូនដំណឹងដល់ជំនួយការទាំងអស់អំពីការហោះត្រឡប់មកវិញហើយឲ្យពួកគេជម្លៀសមនុស្សចេញពីទីតាំងដែលត្រូវចុះចត 10. ប្រសិនបើពេលដ្រូនហោះត្រឡប់មកផ្ទះវិញមិនត្រូវទីតាំងដើមសូមធ្វើការចុះចតដោយដៃវិញភ្លាមៗឬចុចប៊ូតុង RTH 11. អ្នកបើកបរនិងជំនួយការទាំងអស់គួរតែចូលទៅជិតដ្រូននៅពេលដែលដ្រូនចុះចតបានត្រឹមត្រូវនិងកង្ហារទាំងអស់ឈប់វិលទាំងស្រុង 12. បន្ទាប់ពីធ្វើការបន្ថែមជីរួចអ្នកត្រូវយកថង់ទៅទេទៅដាក់ឲ្យឆ្ងាយយ៉ាងហោចណាស់ឲ្យបាន10ម៉ែត្រពីដ្រូនដើម្បីការពារខ្យល់បក់ 13. អ្នកបើកបរដ្រូនទាំងអស់ត្រូវតែធ្វើការរងចាំរហូតដល់ជំនួយការដើរឆ្ងាយចេញពីដ្រូនចំនួន6ម៉ែត្ររួចចាំហោះឡើងព្រោះផលប៉ះពាល់ពីស្លាបដ្រូនគឺធ្ងន់ធ្ងរណាស់ 14. ក្នុងអំឡុងពេលហោះហើរអ្នកគួរយកចិត្តទុកដាក់មើលកាមេរ៉ា FPV ដើម្បីជៀសវាងឧបសគ្គដូចជាអ្នកដើរថ្មើរជើងនិងខ្សែភ្លើងដើម្បីជៀសវាងការប៉ះទង្គិចនាំចូលនិងចែកចាយដោយក្រុមហ៊ុន PLC Profit Linker Cambodia